សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ការចូលមកកាន់ vlog IT សម្រាប់កម្ពុជានេះនៅក្នុងពេលនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបផ្លាស់ប្ដូរក្បាលទំព័រនេះមានថា page title របស់យើងនេះជាចំណងជើង page របស់យើងនេះដើម្បីផ្លាស់ប្ដូរឲ្យបានយើង login ចូលទៅក្នុង Gmail របស់យើងមកហើយយើងចូលពាក្យ more នេះយើងយកពាក្យ blocker នេះអញ្ចឹងវាចូលទៅកាន់ blocker dashboard ចូលទៅកាន់ dashboard នេះហើយនេះត្រង់សញ្ញាមួយនេះយើងអាចចូលទៅកាន់ layout នេះវាបង្ហាញផ្ទាំងមួយឲ្យយើងជានេះជាចំណងជើងរបស់យើងមិញ IT សម្រាប់កម្ពុជានេះបើយើងចង់កែប្រែវាយើងចូលឡើង edit នេះមកហើយយើងធ្វើការផ្លាស់ប្ដូរអក្សរតាមអ្វីដែលយើងអាចវាយបានយើងអាចសរសេរថាយើងវាយថែមអញ្ចឹងទៅក៏បានដែរយើងថា Cambodia IT for Cambodia ទៅបានដែរឥឡូវនេះយើងអាចដាក់ description បានទៀតយើងចង់ថាយើងដាក់ថាម៉េចក៏បានដែរយើងសេជាខ្មែរក៏បានសេជាអង់គ្លេសក៏បានយើងអាចថានេះជា log ដំបូងរបស់ខ្ញុំមានទៅចឹងយើងអាចហើយយើងក៏អាចយករូបភាពមកបានដែរយើងដាក់រូបភាពបានតាមនេះយើងអាចឈូសនេះឈូស file នេះយើងទៅចូលទៅយករូបភាពមកគឺនៅកន្លែងណាយើងទាញយករូបភាពមកយើងដាក់មកបានដូចគ្នាចឹងខ្ញុំដើម្បីកុំឲ្យខាតពេកខ្ញុំបានខ្លីៗប៉ុន្តែតែយើងអាចចឹងភាពហើយចឹង link ពី page របស់យើងក៏បានដែរយើងវាយពាក្យ link មកyou dot មានមកមួយណាវានឹងរត់ទៅកាន់រូបភាពនឹងមួយនឹងឲ្យយើងចឹងបើថារូបភាពយើងនៅកន្លែងណាវានឹងទៅទាញកន្លែងនឹងយកមកឲ្យយើងចឹងសូមបញ្ចប់យើង save វាចោលទៅពេលយើងពេញចំណុំហើយប៉ុណ្ណេះយើងចុច save មកចឹងវានឹងបង្ហាញយើងចឹងហើយយើងចុច save ចឹងទៀតមកយើងចូលទៅ refresh ផ្នែកខាងមុខ refresh មើលទៅផ្នែកខាងមុខហើយវានឹងបង្ហាញយើងយ៉ាងពិស្ដារនេះចឹងយើងវាយ៉ាងម៉េចយើងចេញនេះជាការបរិយាយរបស់យើងមិញចឹងការបង្ហាញអំពីរបៀបផ្លាស់ប្ដូរក្បាលទំព័រនេះចប់តែប៉ុណ្ណឹងអរគុណចំពោះការ